មហាយៈចិនសន្យាគាំទ្រមរតចៅគួយបាក្រោយគួយបារងការគម្រាមកំហែងកាន់តែខ្លាំងពីសហរដ្ឋអាមេរិកពីចាស់មួយឃ្លាថាមិត្តល្អស៊ូស្លាប់ក៏មរតចៅគ្នាហើយមហាយៈចិនក៏បានបញ្ជាក់បែបនេះទៅកាន់ប្រទេសជាមិត្តគួយបាដូចគ្នាដែររដ្ឋាភិបាលក្រុងប៉េកាំងបានបដិញ្ញាផ្ដល់ការគាំទ្រនិងជំនួយដល់ប្រទេសគួយបាដើម្បីឆ្លើយតបទៅនឹងការគម្រាមកំហែងជាបន្តបន្ទាប់ពីសហរដ្ឋអាមេរិកនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Standard កាលពីថ្ងៃទី27ខែមករាឆ្នាំ2026អ្នកនាំពាក្យក្រសួងការបរទេសចិនលោកកួជីខុននៅក្នុងសន្និសីទសារព័ត៌មានមួយបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពថ្មីៗនេះរបស់ទីក្រុងវ៉ាស៊ីនតោនរួមទាំងការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡាលោកនីកូឡាស់ម៉ាដូរ៉ូដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់គួយបានិងមហាយៈចិនផងដែរបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃទី3ខែមករាដើមឆ្នាំ2026នេះអ្នកនាំពាក្យក្រសួងការបរទេសចិនលោកកួជីខុនបានជំរុញឲ្យសហរដ្ឋអាមេរិកដកការហ៊ុមព័ទ្ធសេដ្ឋកិច្ចដែលបានអនុវត្តរាប់ទសវត្សរ៍មកហើយនោះចេញជាបន្ទាន់និងបញ្ឈប់សកម្មភាពដែលបំផ្លាញស្ថិរភាពក្នុងតំបន់ដោយបានបញ្ជាក់ជាថ្មីនៅសម្ព័ន្ធមិត្តសង្គមនិយមដ៏យូរអង្វែងរបស់មហាយៈចិនជាមួយប្រទេសនៅអាមេរិកឡាទីនមួយនេះប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានព្រមានថាគួយបាជិតដល់ពេលដួលរលំហើយដោយបានដាក់សម្ពាធលើរដ្ឋាភិបាលគួយបាឲ្យធ្វើកិច្ចព្រមព្រៀងបើមិនដូច្នោះទេនឹងត្រូវប្រឈមមុខនឹងផលលំបាកមិនខុសពីវេណេស៊ុយអេឡានោះឡើយរបាយការណ៍បានបង្ហាញថារដ្ឋបាលលោកដូណាល់ត្រាំកំពុងពិចារណាលើការហ៊ុមព័ទ្ធផ្លូវទឹកដើម្បីកាត់ផ្តាច់ការនាំចូលប្រេងទៅកាន់គួយបាដែលជាយុទ្ធសាស្ត្រក្នុងគោលបំណងបង្ខំឲ្យរដ្ឋាភិបាលគួយបាជួបវិបត្តិធម្មពលជាការឆ្លើយតបទៅនឹងការគម្រាមកំហែងនៃសកម្មភាពយោធាឬសេដ្ឋកិច្ចប្រធានាធិបតីគួយបាលោក Miguel Díaz-Canel កាលពីពេលថ្មីៗនេះបានចុះពិនិត្យដោយផ្ទាល់នៅសមយុទ្ធយោធាទ្រង់ទ្រីធំដោយបានចាត់ទុកសមយុទ្ធទាំងនោះថាជាវិធានការរារាំងចាំបាច់ដើម្បីការពារអធិបតេយ្យភាពជាតិគួររំលឹកថាប្រធានាធិបតីស្ដីទីនៃប្រទេសវេណេស៊ុយអេឡាលោកស្រី Delcy Rodriguez បានថ្លែងតាមកញ្ចក់ទូរទស្សន៍រដ្ឋគួរឲ្យភ្ញាក់ផ្អើលកាលពីថ្ងៃអាទិត្យទី25ខែមករាឆ្នាំ2026ថាលោកស្រីឆ្អែតឆ្អន់នឹងការធ្វើការបង្គាប់បញ្ជាពីក្រុងវ៉ាស៊ីនតោនហើយនេះគឺជាសញ្ញាបង្ហាញថាមេដឹកនាំរូបនេះចាប់ផ្ដើមបញ្ចេញអេរយាប័តប្រឆាំងសហរដ្ឋអាមេរិកដោយបើកជំហរបណ្ដាហើយទាំងដែលរដ្ឋាភិបាលបណ្ដោះអាសន្នរបស់លោកស្រីកំពុងស្វាស្វែងរករក្សាទំនាក់ទំនងស្ថិរភាពជាមួយសេតវិមាននេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ខ្ញុំតារាពី All News TV